ព្រះមានភាពព្រះអង្គត្រាស់នឹងភិក្ខុទាំងឡាយថាមនីភិក្ខុទាំងឡាយអ្នកទាំងឡាយកុំត្រិះរិះនៅវិតកៈជាអកុសលដ៏លាមកវិតកៈគឺអ្វីខ្លះដែលជាអកុសលដ៏លាមកក៏គឺកម្មវិតកៈនឹងមួយព្យាបាទវិតកៈមួយវិហិង្សាវិតកៈមួយកម្មវិតកៈត្រិះរិះរឿងកាមព្យាបាទវិតកៈត្រិះរិះនៅស្ដីព្យាបាទណាវិហិង្សាវិតកៈត្រិះរិះដើម្បីបៀតបៀនសេចក្តីត្រិះរិះ3យ៉ាងហ្នឹងព្រះអង្គប្រាប់ថាកុំឲ្យត្រិះរិះយ៉ាងនេះឡើយណានេះជាអនុសាសនីពាក្យព្រាហ្មណ៍ប្រដៅរបស់ព្រះមេរុភិក្ខហេតុអ្វីបានព្រះអង្គប្រាប់ថាកុំត្រិះរិះនៅវិតកៈទាំង3ហ្នឹងណាហេតុផលនោះគឺមនីភិក្ខុទាំងឡាយព្រោះថាវិតកៈទាំងនោះមិនមែនប្រកបដោយប្រយោជន៍មិនមែនជាអតិព្រមចរិយធម៌មិនប្រព្រឹត្តទៅដើម្បីនឿយណាយមិនប្រព្រឹត្តទៅដើម្បីប្រឆាចតម្រេកមិនប្រព្រឹត្តទៅដើម្បីរំលត់ទុក្ខមិនប្រព្រឹត្តទៅដើម្បីស្ងប់រងាប់មិនប្រព្រឹត្តទៅដើម្បីដឹងច្បាស់មិនប្រព្រឹត្តទៅដើម្បីត្រាស់ដឹងមិនប្រព្រឹត្តទៅដើម្បីនិព្វានមនីភិក្ខុទាំងឡាយកាលបើអ្នកទាំងឡាយត្រិះរិះគួរត្រិះរិះថានេះជាទុក្ខគួរត្រិះរិះថានេះជាហេតុជាទីកើតឡើងនៃទុក្ខគួរត្រិះរិះថានេះជាទីរំលត់ទុក្ខគួរត្រិះរិះថានេះជាបដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខតែនៅក្នុងគណៈដែលចម្រើនណាភាវនាបើមានសេចក្តីត្រិះរិះកើតឡើងណាវាមានកុសលនិងអកុសលតើបងទៅនេះយើងត្រូវស្គាល់អកុសលគឺអ្វីកាមត្រិះរឿងកាមព្យាបាទបៀតបៀនអានេះអកុសលអានេះវាមានភាពព្រះអង្គឲ្យលះបើអ្នកទាំងឡាយត្រូវការត្រិះរិះណាក៏ឲ្យត្រិះរិះថានេះជាទុក្ខនេះហេតុនៃការទុក្ខនេះសេចក្តីរំលត់ទុក្ខនេះបដិបទាបត្តិដើម្បីរំលត់ទុក្ខតើណាញោមក៏ដំណើរនោះព្រោះហេតុអ្វីមនាភិក្ខុទាំងឡាយព្រោះវិតកៈទាំងនោះប្រកបដោយប្រយោជន៍វិតកៈទាំងនោះជាអតិព្រមចរិយធម៌វិតកៈទាំងនោះប្រព្រឹត្តទៅដើម្បីនឿយណាយដើម្បីប្រឆាចតម្រេកដើម្បីរំលត់ទុក្ខដើម្បីសេចក្តីស្ងប់រងាប់ដើម្បីដឹងច្បាស់ដើម្បីត្រាស់ដឹងដើម្បីនិព្វានមនីភិក្ខុទាំងឡាយអ្នកទាំងឡាយកុំនឹកដោយចិត្តជាអកុសលធម៌ដ៏លាមកថាលោកទៀងដូច្នេះក្តីលោកមិនទៀងដូច្នេះក្តីលោកមានទីបំផុតដូច្នេះក្តីលោកមិនមានទីបំផុតដូច្នេះក្តីជីវិតនោះក៏គឺសរីរៈនោះដូច្នេះក្តីជីវិតដតីសរីរៈដតីដូច្នេះក្តីសត្វស្លាប់ទៅកើតទៀតក្តីសត្វស្លាប់ទៅមិនកើតទៀតក្តីសត្វស្លាប់ទៅកើតទៀតក៏មានមិនកើតទៀតក៏មានដូច្នេះក្តីសត្វស្លាប់ទៅកើតទៀតក៏មិនមែនមិនកើតទៀតក៏មិនមែនដូច្នេះក្តីកុំឲ្យនឹកដោយចិត្តនៅធម៌ជាអកុសលដ៏លាមកទាំងឡាយនេះក៏គឺមានសេចក្តីនឹកក្នុងចិត្តថាលោកទៀងណាឬក៏លោកមិនទៀងលោកមានទីបំផុតឬមិនមានទីបំផុតណាជីវិតនោះក៏គឺសរីរៈនោះដូច្នេះក្តីជីវិតដតីសរីរៈដតីដូច្នេះក្តីសត្វស្លាប់ទៅកើតទៀតក្តីណារឿងអស់នេះអត់ឲ្យនឹកគិតទេបងតែហេតុអីបានមានភាពព្រះអង្គព្រាហ្មណ៍ប្រដៅកុំឲ្យនឹកដោយចិត្តនៅរឿងទាំងឡាយហ្នឹងព្រោះថាគំនិតនោះមិនមែនប្រកបដោយប្រយោជន៍មិនមែនជាអតិព្រមចរិយធម៌មិនប្រព្រឹត្តទៅដើម្បីនឿយណាយមិនប្រព្រឹត្តទៅដើម្បីប្រឆាចតម្រេកមិនប្រព្រឹត្តទៅដើម្បីរំលត់ទុក្ខមិនប្រព្រឹត្តទៅដើម្បីស្ងប់រងាប់មិនប្រព្រឹត្តទៅដើម្បីដឹងច្បាស់មិនប្រព្រឹត្តទៅដើម្បីត្រាស់ដឹងមិនប្រព្រឹត្តទៅដើម្បីនិព្វាន
ម្នេះពិខុទាំងឡាយកាលបើអ្នកទាំងឡាយគិតគួរគិតថានេះជាទុក្ខគួរគិតថានេះជាហេតុជាទីកើតឡើងនៃទុក្ខគួរគិតថានេះជាទីរំលត់ទុក្ខគួរគិតថានេះជាបដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខដំណើរនោះព្រោះហេតុអ្វីព្រោះថាគំនិតនោះប្រកបដោយប្រយោជន៍ជាអតិព្រមចរិយធម៌ប្រព្រឹត្តទៅដើម្បីនឿយណាយប្រាសចាកតម្រេកដើម្បីរំលត់ទុក្ខដើម្បីស្ងប់រងាប់ដើម្បីដឹងច្បាស់ដើម្បីត្រាស់ដឹងដើម្បីនិព្វានមនីភិក្ខុទាំងឡាយព្រោះហេតុនោះភិក្ខុក្នុងសាសនានេះគួរធ្វើសេចក្តីព្យាយាមថានេះជាទុក្ខនេះហេតុជាទីកើតឡើងនៃទុក្ខនេះសេចក្តីរំលត់ទុក្ខគួរធ្វើសេចក្តីព្យាយាមថានេះជាបដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខអត់គួរគិតរឿងខាងលើណោះព្រោះអត់ប្រកបដោយប្រយោជន៍ដីមនុស្សមកឆ្លោះគ្នាផែនដីមូលឬផែនដីតប៉ែតពីមុនគេថាផែនដីតប៉ែតមកក្រោយវិញ្ញាណវិទ្យាសាស្ត្រគេស្រាវជ្រាវឃើញថាផែនដីមូលណាត្រេកអរក្នុងការដឹងហ្នឹងតែធ្វើការដឹងហ្នឹងចេញចាត់ទុកបានទេអត់ឃើញទេបងថាកុំតែគិតណាមិនត្រូវការគិតក៏ឲ្យគិតអរិយស័ក្តិ4គិតថានេះទុកនេះហេតុកើតទុកនេះស្ដីមទុកនេះប្រៀបធៀបប្រតែមទុកបើគិតនេះខ្ញុំណាគិតរឿងហ្នឹងហេតុផលព្រះអង្គឲ្យខាងលើហើយណោះស្ដាប់តខ្ញុំណាមនីភិក្ខុទាំងឡាយអ្នកទាំងឡាយកំពោលពាក្យប្រកាន់ផ្សេងគ្នាថាលោកមិនចេះធម្មវិន័យនេះទេខ្ញុំទើបចេះធម្មវិន័យនេះលោកនឹងចេះនៅធម្មវិន័យនេះដូចម្តេចបានលោកជាអ្នកប្រតិបត្តិខុសខ្ញុំទើបជាអ្នកប្រតិបត្តិត្រូវពាក្យដែលគេត្រូវនិយាយមុនលោកត្រឡប់ជានិយាយក្រោយវិញពាក្យដែលត្រូវនិយាយក្រោយលោកត្រឡប់ជានិយាយមុនវិញពាក្យរបស់ខ្ញុំប្រកបដោយប្រយោជន៍ពាក្យរបស់លោកមិនប្រកបដោយប្រយោជន៍ទេពាក្យផ្ទុយលោកប្រព្រឹត្តមកយូរហើយសម្ដីរបស់លោកខ្ញុំបានលើកចោលហើយលោកជាមនុស្សត្រូវខ្ញុំសង្កត់សង្កិនហើយក្នុងការដោះស្រាយនៅសម្ដីរបស់ជនដទៃឬបើលោកអាចចូលលោកដោះស្រាយឲ្យរួចខ្លួនចោះជៀសចេញពីសម្ដី4ដែលមិនគួរនិយាយគឺកុហកញុះញង់ពោលពាក្យមិនពីរោះរយរាយប្រយោជន៍វាលែងសម្ដី4នេះហើយដែលមានសម្ដីបែបនេះទៀតគឺព្រះអង្គហាមកុំឲ្យនិយាយណាលក្ខណៈប្រកាន់នៅក្នុងពាក្យពោលរបស់ខ្លួនឯងតែណាត់ធម្មវិន័យនេះខ្ញុំទើបចេះអ្នកឯងមិនចេះទេទោះជាខ្លួនឯងចេះមែនក៏ដោយតែក៏ឲ្យប្រកាន់នៅការភាពចេះដឹងរបស់ខ្លួនឯងតែណាត់អត់ទៅលើកតម្កើងខ្លួនដើម្បីជិះជាន់អ្នកដទៃណាយំណោះមែនតែយើងបានភាពចេះដឹងហើយយើងទៅសង្កត់សង្កិនគេនេះណាខ្ញុំនិយាយត្រូវអ្នកឯងនិយាយខុសណាពាក្យណាត្រូវពោលមុនអ្នកឯងនិយាយក្រោយពាក្យណាពោលក្រោយអ្នកឯងទៅនិយាយមុនវិញណាពាក្យផ្ទុយអ្នកឯងធ្វើអស់ការយូរមកហើយឥឡូវនេះខ្ញុំលើកនៅវិចាររបស់អ្នកឯងហើយណាបើអាចដោះស្រាយក៏ចូលដោះស្រាយឲ្យរួចខ្លួនទៅណាលក្ខណៈសង្កត់សង្កិនណាសម្ដីបែបនេះប្រព្រឹត្តទៅដើម្បីអីញោមប្រព្រឹត្តទៅដើម្បីការតោះតែងគ្នាមែនអត់ជាសម្ដីដែលប្រកបដោយប្រយោជន៍អត់មិនប្រកបដោយប្រយោជន៍ទេមែនទេគួរពោលတဲ့សម្ដីបែបហ្នឹងអត់ទេណោះយ៉ាងនៅក្នុងរឿងដែលព្រះអង្គត្រាស់ជាមួយនឹងមាណពឈ្មោះកបតិកវិនុបដែលព្រះអង្គសម្ដែងថាអ្នកប្រាជ្ញជាអ្នករក្សានូវសច្ចៈតែអត់ដល់នៅសេចក្តីចូលចិត្តថាពាក្យនេះពិតពាក្យដតីជាមុខៈយ៉ាងនោះឡើយខ្ញុំណាអត់ប្រកាន់ថាពាក្យរបស់ខ្លួនឯងត្រឹមត្រូវពាក្យរបស់អ្នកអតីមិនត្រឹមត្រូវអត់ប្រកាន់យ៉ាងណាទេតែណាត់ព្រោះហេតុអ្វីបានពមៀនភាពព្រះអង្គព្រាមបដៅមិនឲ្យពោលនៅការប្រកាន់ពាក្យរបស់ខ្លួនមនីភិក្ខុទាំងឡាយព្រោះថាពាក្យនោះមិនប្រកបដោយប្រយោជន៍មិនមែនជាអតិព្រមចរិយៈមិនប្រព្រឹត្តទៅដើម្បីសេចក្តីនឿយណាយ
មិនប្រព្រឹត្តទៅដើម្បីប្រជាតម្រេចមិនប្រព្រឹត្តទៅដើម្បីរំលត់ទុក្ខមិនប្រព្រឹត្តទៅដើម្បីស្ងប់រងាប់មិនប្រព្រឹត្តទៅដើម្បីដឹងច្បាស់មិនប្រព្រឹត្តទៅដើម្បីត្រាស់ដឹងមិនប្រព្រឹត្តទៅដើម្បីនិព្វានមនីភិក្ខុទាំងឡាយកាលបើអ្នកទាំងឡាយពោលគួរពោលថានេះជាទុក្ខគួរពោលថានេះជាហេតុជាទីកើតឡើងនៃទុក្ខគួរពោលថានេះជាទីរំលត់ទុក្ខគួរពោលថានេះជាបដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខដំណើរនោះព្រោះហេតុអ្វីព្រោះការពោលបែបនេះប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ដើម្បីនឿយណាយប្រជាតម្រេចដើម្បីស្ងប់រងាប់ដើម្បីត្រាស់ដឹងណាដើម្បីដឹងច្បាស់ដើម្បីត្រាស់ដឹងដើម្បីនិព្វានមនីភិក្ខុទាំងឡាយអ្នកទាំងឡាយកំពោលពាក្យតិរិឆានកថាច្រើនប្រការតិរិឆានកថាតើអ្វីខ្លះគឺនិយាយអំពីស្ដេចនិយាយអំពីចៅនិយាយអំពីមហាមាត្រនិយាយអំពីសេនានិយាយអំពីភ័យនិយាយអំពីចម្បាំងសង្គ្រាមណាញោមណានិយាយអំពីគ្រឿងស៊ីនិយាយអំពីគ្រឿងផឹកនិយាយអំពីសម្ពុតនិយាយអំពីទីដេកនិយាយអំពីកម្រងផ្កានិយាយអំពីគ្រឿងក្រអូបនិយាយអំពីញាតិនិយាយពីញាតិក៏បាននិយាយអំពីញាតិនិយាយអំពីយាននិយាយអំពីស្រុកនិយាយអំពីនិគមនិយាយអំពីនគរនិយាយអំពីជនបទនិយាយអំពីស្រីនិយាយអំពីបុរសនិយាយអំពីទីហ៊ានដ៏ក្រៀវក្លានិយាយអំពីច្រកផ្លូវនិយាយអំពីកំពង់ទឹកនិយាយអំពីបបប្រេតណាគឺញាតិដែលចែកឋានទៅហើយនិយាយអំពីពាក្យឥតប្រយោជន៍ផ្សេងណាមានច្រើនលើសនឹងទៀតណាញោមណាបាទនិយាយអំពីលោកនិយាយអំពីការជីកសមុទ្រនិយាយអំពីសេចក្តីចម្រើននិងមិនចម្រើនដូច្នេះដំណើរនោះព្រោះហេតុអ្វីមនីភិក្ខុទាំងឡាយព្រោះថាការពោលនោះមិនប្រកបដោយប្រយោជន៍មិនមែនជាទីព្រះមច្ឆរិយៈមិនប្រព្រឹត្តទៅដើម្បីនឿយណាយប្រជាតម្រេចដើម្បីរំលត់ដើម្បីស្ងប់រងាប់ដើម្បីសេចក្តីស្ងប់ស្ងាត់ដើម្បីដឹងច្បាស់ដើម្បីត្រាស់ដឹងដើម្បីនិព្វានមនីភិក្ខុទាំងឡាយការបាអ្នកទាំងឡាយពោលគួរពោលថានេះទុក្ខនេះជាហេតុជាទីកើតឡើងនៃទុក្ខនេះជាទីរំលត់ទុក្ខនេះជាបដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខដំណើរព្រោះហេតុអ្វីព្រោះប្រព្រឹត្តទៅដើម្បីប្រយោជន៍ដើម្បីនឿយណាយប្រជាតម្រេចដើម្បីរំលត់ទុក្ខដើម្បីស្ងប់ស្ងាត់ដើម្បីត្រាស់ដើម្បីដឹងច្បាស់ដើម្បីត្រាស់ដឹងដើម្បីនិព្វានណាមនីភិក្ខុទាំងឡាយព្រោះហេតុនោះភិក្ខុក្នុងសាសនានេះគួរធ្វើសេចក្តីព្យាយាមថានេះទុក្ខនេះជាហេតុកើតឡើងនៃទុក្ខនេះជាទីរំលត់ទុក្ខនេះជាបដិបទាប្រព្រឹត្តទៅដើម្បីរំលត់ទុក្ខទាំងគិតទាំងពោលណាព្រះអង្គទូមានព្រាមបដៅអស់ហើយការត្រិះរិះបែបនេះអត់គួរត្រិះរិះណាត្រិះរិះរឿងកាមរឿងព្យាបាទរឿងបៀតបៀនសេចក្តីត្រិះរិះបែបនេះព្រះអង្គប្រាប់ថាកុំត្រិះរិះណាបងបាទត្រិះរិះក៏គួរត្រិះរិះថានេះជាទុក្ខនេះហេតុជាទីកើតឡើងនៃទុក្ខនេះសេចក្តីរំលត់ទុក្ខនេះជាទីនេះជាបដិបទាប្រតិដើម្បីរំលត់ទុក្ខណាបាទត្រិះរិះអាចត្រិះរិះហ្នឹងណាចាំនេះមកសូត្រទៀតតើមានអីសាសួរក៏សាសួរដល់មកសមម៉ោងប៉ុណ្ណឹងជួពីរឿងពាក្យថាព្យាបាទហើយនឹងវិហិង្សានោះព្យាបាទដូចពាក្យសម័យព្យាបាទតាបៀតបៀនមានចិត្តនិច្ចចង់បៀតបៀនគេឲ្យដល់វិហិង្សាក្នុងនេះព្រះអង្គថាជាបៀតបៀនណាបៀតបៀនផ្សេងព្យាបាទផ្សេងព្យាបាទមកមុនតាមលំដាប់ដែលព្រះអង្គពោលណាតាមលំដាប់ព្យាបាទឲ្យបានបៀតបៀនតាមក្រោយខ្ញុំឆ្លោះតោះតែងជាមួយបុគ្គលណាមួយចិត្តខាងណាឆ្លោះតោះតែងឲ្យយើងធ្វើគំនុំគុំទុកមានសេចក្តីប្រាថ្នាចង់ឲ្យគេវិនិច្ឆ័យនៅក្នុងចិត្តណាគុំទុកអានេះហៅថាព្យាបាទតើណាទោះព្យាបាទគឺការគុំទុកនៅក្នុងចិត្តជាសេចក្តីត្រិះរិះតើណាដេកត្រិះរិះគុំទុកនៅក្នុងចិត្តកើតពីសេចក្តីត្រិះរិះណា
ก็គុំទុកដល់គុំទុកហើយបានដល់នៅការគិតចេតនាគិតឡើងមកបែបទៀតគិតដើម្បីបៀតបៀនគិតថាអញនឹងដុតផ្ទះឬក៏អញនឹងធ្វើអ្វីមួយឲ្យវិនិច្ឆ័យគេចឹងហ្នឹងនឹងចោតវាយ៉ាងដូចនេះនេះគឺគិតចេញមកដើម្បីបៀតបៀនហើយក៏ប្រើវាដុតទៅហើយដោយវិចារចេញមកមែនទេខុសដោយវិចារដំបូងគិតចង់ដុតសិនហើយប្រើគេដុតណាបើមិនប្រើគេដុតខ្លួនឯងហើយដៃខ្លួនឯងទៅណាបៀតបៀនណាថតបៀតបៀនមកខាងក្រោយ តែកណាសូមឱកាសសាកសួរពីហិង្សាហ្នឹងបានន័យថាបៀតបៀនទេប៉ុន្តែបៀតបៀនហ្នឹងកន្លែងនេះបៀតបៀនហ្នឹងដោយប្រើកាយវិការនិងវិចារតែដល់ជាបាតបានន័យថាចិត្តគឺក៏យ៉ាងណាប៉ុន្តែកន្លែងនេះ ជាបាត់គឺការធ្វើនៅគំនុំតើណាត់ក៏ធ្វើនៅគំនុំគឺមានសេចក្តីប្រាថ្នាឲ្យគេវិនិច្ឆ័យដែលហេតុណាមួយតើណាត់ប្រាថ្នាគេវិនិច្ឆ័យ តែហ្នឹងចេញពីចិត្តប៉ុន្តែ ក៏ តែដល់ពីហិង្សាប្រើកាយវិការឬក៏ពាក្យសម្ដីទៅ វិហិង្សាទាំង3ក៏បៀតបៀនទាំងផ្លូវកាយវិចារចិត្តមានទាំង3គឺអ្នកដែលទៅដុតផ្ទះគេត្រូវគិតសិនអត់តែបងខ្ញុំព្យាបាទខ្ញុំគុំសិនមែនអត់ខ្ញុំគាត់នៅកណ្ដុំពីកាយវិការឆ្លោះមកមែនទេខ្ញុំឆ្លោះគេហើយយកមកត្រីអត់ត្រីឲ្យធ្វើដូចកំណុំគុំទុកតែមែនអត់នៅក្នុងការត្រីនឹងហៅថាព្យាបាវិតកៈត្រីឲ្យគុំគួនគេណាត់ដូចត្រីគុំគួនហើយមានការគិតឡើងថាអញនឹងដុតផ្ទះវាអញនឹងជួលពួកវែងពីទៅផ្ទះកំភ្លៀងវាអានេះគិតអីគិតដើម្បីអី ដើម្បីបៀតបៀន ដាច់ចិត្តអត់ណាដាច់ចិត្តគិតដើម្បីបៀតបៀនមែនអត់រួចក៏ប្រើទេទូរស័ព្ទទៅណាពួកអដែងទៅផ្ទះកំភ្លៀងម្ដងឲ្យបន្តិចមកបណ្ដឹងវាចេញធ្វើការណាទៅស្កាត់ផ្លូវវាផ្ទះភ្លៀងវាអានេះបៀតបៀនអី បៀតបៀនដល់ចិត្ត បៀតបៀនអី ដោយវិចារ ដោយវិចារការប្រើមែនទេឬបើមិនបានប្រើទេតែចាំស្ទាក់ផ្ទះកំភ្លៀងខ្លួនឯងនេះបៀតបៀនអី បៀតបៀន ទាំង3អត់វាចាក់ចិត្តមិនដេចកើតឃើញអត់ ទីកន្លែងនេះប៉ុន្តែវាហិង្សាបានន័យថាដោតទៅជាបាតទៀតកន្លែងនេះ ព្រោះវាកើតចេញវិជាបាទអំទេថាបបថាព្យាបាទផ្សេងវិហិង្សាផ្សេងអត់ដូចគ្នាទេវិហិង្សាសេចក្តីបៀតបៀនកើតចេញពីលោភៈក៏មានលោភចង់បានរបស់គេក៏ទៅបៀតបៀនគេដែលលោភពន្ធគេហ្នឹងឯងឃើញតែបៀតបៀនគេព្រោះស្រឡាញ់លោភបំបីចង់បានប្រពន្ធគេតែបៀតបៀនគេទៅឃើញអត់ណាមិនតែមានតែព្យាបាទតែម្យ៉ាងណាយកទៅពិចារណាត្រិះរិះមើលឲ្យតាមដានមើលខ្លួនឯងរឿងអស់ហ្នឹងមានតែខ្លួនឯងឯងបើញោមគ្រប់គ្រងនៅសង្កបៈគឺការត្រិះរិះរបស់ញោមបានណាបើគ្រប់គ្រងបានណាអកុសលធម៌ទាំងឡាយអត់កើតឡើងដល់ញោមទេបើអាចគ្រប់គ្រងបាននៅវិតកៈទាំង3នឹងបានកាយញោមនឹងស្អាតណាសម្ដីញោមក៏នឹងស្អាតចិត្តញោមនឹងស្អាត